Chẳngនៅក្នុង GNS3 យើងអាចធ្វើការ integrate គ្នាជាមួយនឹង ENSP បានដែលយើងដឹងហើយថា GNS3 យើងអាច run នៅ Cisco image ហើយនឹង FortiGate អីផ្សេងៗចឹងទៅហើយសម្រាប់ ENSP យើងអាច run នៅ product របស់ Huawei ដូចជា switch ដូចជា router របស់វាចឹងណាហើយយើងអាចធ្វើការ integrate នៅដល់យើងរៀនប្រើ Cisco ហើយយើង integrate គ្នាជាមួយនឹង Huawei ចឹងទៅចឹងដើម្បីអាចធ្វើឲ្យវាអាច connect គ្នាបានយើងត្រូវមានអីគេយើង connect គ្នាតាម cloud ដែល cloud ហ្នឹងគឺវាជា physical computer របស់យើងព្រោះENSP និង GNS3 វាជា simulator ដែលយើង install លើ computer ចឹងនៅក្នុង computer របស់យើងមាន function cloud ហ្នឹងហើយដែលយើង connect គ្នាតាមរយៈការប្រើប្រាស់នៅ loopback interface ចឹងជា scenario របស់វាគឺយើងមានអីគេយើងមាន router មួយរបស់ Cisco អានេះ Cisco ហើយខ្ញុំមាន router មួយទៀតរបស់ Huawei នៅក្នុង ENSP ចឹងណាហើយខ្ញុំមាន cloud មួយដែល connect រវាង router Cisco ទៅកាន់ router របស់ Huawei ហ្នឹងតាមរយៈអីគេ UDP tunnelដែល UDP tunnel ហ្នឹងយើង connect តាមរយៈIP loopback របស់ computer របស់យើងជា physical គឺ127.0.1 ចឹងដើម្បីធ្វើការបង្កើតនៅ UDP tunnel បានយើងត្រូវការ specific ទៅលើ IP address មួយហ្នឹងហើយនឹង port ចឹង port number របស់យើងត្រូវមានដូចជា transmit receive ចឹងណាចឹងខាងនេះអីគេ transmit ចឹងយើងមាន TX ខាងនេះដូចគ្នាគឺមាន TX ដូចគ្នាហើយខាងនេះយើងមាន receive OX ហើយខាងនេះក៏គេមាន OX ដូចគ្នាចឹងណា OX ដោយភាសានៅក្នុងហ្នឹងបោះGNS3 TX នេះគឺគេហៅថា remoteហើយ OX នេះគឺគេហៅថា local ហើយនៅខាង ENSP វិញ OX នេះTX នេះគេហៅថា peer ហើយ OX នេះគឺ listening អូខេចឹង port នេះគឺយើងត្រូវធ្វើម៉េចយើងត្រូវ add port ធ្វើម៉េចឲ្យ OX ខាង Cisco ត្រូវគ្នាជាមួយនឹង TX នៅខាង Huawei ហើយ TX នៅខាង Cisco នេះឲ្យត្រូវគ្នាជាមួយនឹង OX នៅខាង Huawei វិញអញ្ចឹងណាឧទាហរណ៍ខ្ញុំយក port ប្រមាណ 32000 នៅខាង Cisco ឬក៏ GNS3 ហ្នឹងខ្ញុំយក 32000 ជា TX 32000 អញ្ចឹង OX នៅខាង Huawei វិញនៅក្នុង ENSP ណាជា listening ហ្នឹងយើង config វា 32000 ដូចគ្នាអូខេ 32000 ហើយដល់ទៅពេល local របស់ខ្ញុំនេះជា OX នេះនៅខាង GNS3 ខ្ញុំយកវាជា 31000 អញ្ចឹងនៅខាង TX នេះនៅបោះ ENSP ដែលឈ្មោះវាថា peer នេះគឺយើងយក 31000 ដូចគ្នាចឹងយើងត្រូវយក port មិនឲ្យ TX ហើយនឹង OX ដូចគ្នាមកយើងអាច config វាស្គាល់ហើយបើយើងចង់ថែម port ទៀតយើងចង់ add ប្រមាណ port ទៀតក៏បានតែអត់បញ្ហាទេក្នុងហ្នឹងចឹងយើងចង់ថែម port ទៀតឧទាហរណ៍ខ្ញុំថែមមួយ port ទៀតយើងវាឡើងអានេះយ៉ាង 32000 ហើយប្រមាណក៏ប្រមាណទៅខ្ញុំយក1ចឹងទៅ 32001ចឹងទៅនិយាយទៅឲ្យតែខុស port គ្នាមួយ port ក៏អូខេដែរចឹងខាងនេះដូចគ្នា 32001ដែរខាងនេះខ្ញុំយក 31001ហើយខាងនេះក៏ខ្ញុំយក 31001ដែរ
ចឹងនៅពេលដែលអ្នកគ្នា connect គ្នាត្រូវតែដោត port ឲ្យត្រូវដែរដូចថា port ទី1គឺ32000នេះហើយ port ទី2 32001ចឹងនៅពេលយើង config ហើយដាក់ IP នៅខាង Huawei នេះក៏យើងត្រូវដាក់ឲ្យត្រូវ port ដែរ port 31000ហើយ32000នេះត្រូវតែ connect ទៅអា32000ហើយនឹង31000ចាត់ច្រឡំគ្នាតែ connect ទៅអា32001ហើយនឹង31001នេះខុសហើយដាក់ IP ទៅអត់ស្គាល់គ្នាទេអូខេអញ្ចឹងយើង concept យើងមានប៉ុណ្ណឹងហើយយើងបកមកកាន់ simulator របស់យើងវិញខ្ញុំមានអីគេ Cisco Z2001 ហើយខ្ញុំយក cloud មួយដាក់ឲ្យវាមកហើយខ្ញុំត្រូវ run វានៅក្នុង physical computer ខ្ញុំអត់ run នៅក្នុង VM ទេអូខេអញ្ចឹងយើងអាច rename វាបាន double click មកខ្ញុំគិតខ្ញុំថាហ្នឹងជា ENSP អូខេហើយអត់តមាន port អីវាទេយើង double click លើវាមកហើយនេះជា physical port ខ្ញុំអត់ត្រូវការទេខ្ញុំ remove វាចោលបានហើយបន្ទាប់មកយើងចូលទៅកាន់ UDP tunnel អញ្ចឹង tunnel នេះយើងអាច edit ឈ្មោះបានខ្ញុំដាក់មកដល់ 0/0/1 G0/0/1 ហើយ local port របស់ខ្ញុំគឺ30000 1000ហើយ remote port របស់ខ្ញុំយក 32000 អញ្ចឹងទៅអញ្ចឹងខ្ញុំ add មួយហើយ remote host របស់យើងនេះគឺ remote មកកាន់ host របស់ physical computer របស់យើងជា loopback ឬក៏អ្នកនរគ្នាស្គាល់ថា local host ហ្នឹងគឺ 127.0.0.1 ចេញ add វាមកបានមួយ port ហើយយើងអាច add time port ទៀតបានខ្ញុំយក G0/0/2 អញ្ចឹងទៅហើយ port នេះខ្ញុំកើនឡើងមួយអានេះកើនឡើងមួយដូចគ្នាចឹង add មកអញ្ចឹងអានេះ 31000 32000អានេះ 31001 ហើយ 32001 អូខេហើយយើងមកកាន់ ENSP របស់យើងវិញខ្ញុំ add cloud ចូលហើយខ្ញុំមាន router យើងយក AR ក៏បានយក router ធម្មតាក៏បានដែរគ្រាន់ testing ទេអូខេចឹងខ្ញុំមានខ្ញុំប្រើ router 2ទៅដើម្បី test ទាំងពីរ port ហ្នឹងហើយអា cloud នេះខ្ញុំអាច rename វាទៅជាគេ GNS3 តើមកខ្ញុំ double click លើវាដែរហើយយើងត្រូវការ add នៅ port វាខ្ញុំយកប្រភេទជា gigabit ethernet អត់យក ethernet ទេហើយខ្ញុំ add វា local port មុនសិនខ្ញុំ add 2 port ដើម្បី connect គ្នាហើយបន្ទាប់មកខ្ញុំត្រូវការ public port ដើម្បីធ្វើការ connect ទៅកាន់GNS3 របស់យើងអញ្ចឹង public របស់យើង listening គេអានេះ remote មកកាន់ 32000ហើយនឹង 32001អញ្ចឹង listening ត្រូវ 32000ដែរ 32000ហើយ peer របស់យើងគឺ 127អូខេ 0.0.1 ហើយ port peer របស់យើងគឺមកកាន់ local port របស់វា32000 connect ទៅកាន់ 31001 1000តើមកយើង add វាមួយមកហើយយើងត្រូវការមក port ទៀតយើងយក 32001ហើយ connect មកកាន់ 31001វិញ អូខេ add មកមួយទៀតអញ្ចឹងយើងបាន2 port នេះហើយអូខេអញ្ចឹងអ្វីដែលយើងត្រូវការ add ដើម្បីបាន physical port មកប្រើយើងចូលកន្លែងនេះយើងយក gigabit ethernet ព្រោះសារយើង add ជា gigabit អញ្ចឹងត gigabit បានវា available អញ្ចឹង port ទី1នេះ port ទី1យើងត្រូវ select យកលេខ1ហើយ port ទី2របស់យើងគឺយើងយកអាទី3នេះអូខេហើយតោះមកយើងយក Chris to way ហើយ add អញ្ចឹងយើងទទួលបានមួយ port ដែលវា full complex ទៅមកហើយបន្ទាប់មកយើង add មួយ port ទៀតគឺយក port ទី2 local ទី2ជាមួយនឹង public ទី4អូខេអញ្ចឹងอย่าច្រឡំឡើយហ្នឹងខ្ញុំយក local ទី1ជាមួយ public ទី3ហើយ local ទី2ជាមួយនឹង public ទី4ហើយខ្ញុំបន្ទាប់មកខ្ញុំ add ចូលអញ្ចឹងយើងទទួលបាន port ចំនួន2ហីដើម្បីប្រើចឹងយើង close វាវិញហើយអានេះយើងអូខេទៅហើយ router ខ្ញុំ add ថែមមកគ្រាប់ទៀតតោះមកយើង start វា Huawei យើង start ដែរអញ្ចឹងយើងធ្វើការភ្ជាប់ខ្សែមកចឹងដើម្បីភ្ជាប់ខ្សែបានយើងចូលមកកាន់កន្លែងនេះយើងយកខ្សែ
R1 របស់យើង connect gigabit port ទៅកាន់ port ទី1ហើយ R2 របស់យើង connect gigabit port ដូចគ្នាទៅកាន់ port ទី2អញ្ចឹង IP ដែលយើងត្រូវដាក់ឲ្យវា គឺកន្លែងនេះខ្ញុំតេស្តវាឧទាហរណ៍ខ្ញុំយក 10.10.0/30 អូខេអញ្ចឹងខាងនេះខ្ញុំដាក់1បន្លែង port សិនអញ្ចឹងលើ R1 នេះខ្ញុំដាក់1ហើយនៅលើ R3 ខាងនេះខ្ញុំដាក់2ហើយដល់ពេលខាងនេះខ្ញុំយក20វិញ20.0/30 អញ្ចឹងអាខាង R2 នេះខ្ញុំដាក់2ហើយ R4 R2 ដាក់1ហើយ R4 ដាក់2 IP available របស់វាណាអញ្ចឹងខ្ញុំ connect ខ្សែមកខ្ញុំយក copper អញ្ចឹងខ្ញុំ connect ចូលទៅកាន់ gigabit ethernet 0/0/1 connect មកកាន់ port លេខ1ហើយកន្លែងនេះ 0/0/ ខ្ញុំយក2ទៅ connect មក port លេខ2នេះយើង connect port ណាក៏បានអត់បញ្ហាទេអូខេហើយសំខាន់គឺ R4 នេះគឺភ្ជាប់មកកាន់ R2 ហើយ R3 នេះភ្ជាប់មកកាន់ R1 ព្រោះ port យើងដាក់ទី1ទី2គឺអ្នកនរគ្នាដាក់ប្រច្រាស់គ្នាក៏អត់ដើរទេណាអូខេអាមួយនេះអត់តន់ start យើង start វាមួយទៀតអញ្ចឹងដូចគ្នា IP របស់យើងខាងនេះយើងមានអីគេ 10.10.10.0/30 ហើយខាងក្រោមគឺ 20.20.20.0/30 អូខេចឹងនៅលើ Huawei ខ្ញុំយក IP.2 ហើយលើ Cisco ខ្ញុំយក IP.1 ចឹងខ្ញុំបើក terminal វាមកចឹងនេះ R1 នៅ R2 មួយទៀតអូខេចឹងនៅលើ R1 របស់យើងមិញខ្ញុំប្រើ IP ទីខ្លះយើងអាចចុចកន្លែងនេះមកដើម្បីសូ port វាចឹងខ្ញុំត្រូវការ config ទៅកាន់ port G1/0 អានេះ G1/0 ដូចគ្នាអញ្ចឹងខ្ញុំចូលទៅកាន់ interface G1/0 អូខេបាត់លេខ1ហើយខ្ញុំ add IP វា 10.10.10.1 255.255.252 ហើយខ្ញុំ no shutdown អូខេហើយខាងនេះដូចគ្នាចូលទៅកាន់ interface G1/0 IP add 20.20.20.1 255.255.252 ហើយខ្ញុំ no shutdown វាចឹងយើងអាចធ្វើការ check មើល do show IP interface brief ខ្ញុំយកតែ interface ណាដែលខ្ញុំបាន assign IP ទេចឹងយើងឃើញថា interface G1/0 ដាក់ IP 20.20.1 ហើយ status វា up protocol up អូខេហើយខាងនេះដូចគ្នា do show IP interface brief អូខេយើងឃើញហើយចឹងយើងបកទៅកាន់ Huawei របស់យើងវិញ R3 វាធំតិចស្រួលមើលចឹង R3 របស់យើងភ្ជាប់ទៅកាន់ cloud របស់យើងតាមរយៈ G0/0/1 ចេញចូលទៅកាន់ system view interface G0/0/1 ហើយតមកខ្ញុំ add IP វា 10.10.10.2 ហើយ 30 អូខេចឹងយើងមិនបាច់ no shutdown ទេលើ Huawei វា shutdown ហើយវា up ខ្លួនឯងហើយចឹងយើងអាចធ្វើការឆែកមក display IP interface brief ចឹងយើងឃើញថា port G0/0/1 របស់យើងមាន IP ប៉ុណ្ណេះហើយ physical វាគឺ up ហើយ protocol វាក៏ up ដូចគ្នាចឹងខ្ញុំ add return
គេហើយយើងបកទៅកាន់ R4 របស់យើងមួយទៀតចឹង G0/0/2 ចេញចូលទៅកាន់ system view interface G0/0/2 ហើយខ្ញុំ add IP វា 20.20.20.2 ហើយ subnet វា 30 ហើយខ្ញុំធ្វើការ return ហើយយើងធ្វើការ display IP interface brief brief យើងឃើញថា port មួយហ្នឹង app ដូចគ្នាចឹងយើងអាចធ្វើការ ping វាសាកទៅកាន់ ping ទៅកាន់ 20.20.20.1 យើង ping ទៅកាន់ router របស់ Cisco ចឹងយើងឃើញថាវាបានទៅការ reply មកវិញហើយយើងមកកាន់ R3 របស់យើងវិញខ្ញុំ ping ទៅកាន់ router Cisco ដូចគ្នាខ្ញុំ ping ទៅកាន់ 10.10.10.1 អូខេចឹងយើងឃើញថា Huawei ហើយនិង Cisco របស់យើងដំណើរការហើយវាស្គាល់គ្នាចឹងយើងអាចទៅ ping នៅខាង router Cisco វិញក៏បានដែរចឹងនៅលើ R1 ខ្ញុំ N ហើយតោះយើងធ្វើការ ping វាទៅកាន់ 10.10.10.2 អូខេស្គាល់គ្នាហើយខាងនេះដូចគ្នាខ្ញុំអាច ping ទៅកាន់ 20.20.20.2 ហើយដល់គ្នាចង់ ping ច្រើនដងលើពី5ដងអាចប្រើ command repeat បាន repeat ទៅថាខ្ញុំ ping 100 ដងអញ្ចឹងវានឹង ping 100 ដងអូខេអញ្ចឹងកន្លែងនេះគឺយើងអាចធ្វើការ connect គ្នារវាង router Cisco ហើយនិង Huawei បានហើយអ្នកនាងនៅពេលដែល connect យើងចង់ add ប្រមាណ port ក៏បានដែរតែត្រូវ specific ថាបើអាមួយនេះយើង add ទៅ3200ហើយនឹង3100ត្រូវតែ add ទៅខាងនេះ3100 3200ដូចគ្នាអត់ហ្នឹងដល់ទៅអត់ស្គាល់គ្នាទេអានេះ3100មួយហើយនឹង3201ខាងនេះក៏ត្រូវ3101 3201ដូចគ្នាអូខេចឹងជា concept របស់យើងគឺមានប៉ុណ្ណឹង